ថ្មីនេះបងប្អូនឃើញស្រាប់ហើយវីដេអូប្រហែលហ្នឹងគឺល្បីខ្លាំងមែនទែនហើយជនជាតិខ្មែរយើងមួយចំនួនគេ react ថាជនជាតិថៃចង់បានលើករីយ៉ាទៅហើយឥឡូវមិនដឹងចង់បានអាចពោស្អីអូយគេសើចចំអកយើងនៅតែមិនគិតទៀតនៅតែមិនយល់ទៀតគេសើចចំអកយើងប៉ុណ្្នឹងហើយគ្មានអ្នកណាគេចង់បានទៅទេលើករីយ៉ាស្អីហ្នឹងតែគាត់ថាធ្វើមកវាខុសតំណងពេកបងប្អូនឃើញជាក់ស្ដែងឯកសន្តានសិតតែកងតបឯកសន្តានសិតតែទាហានតើស្បែកជើងកែងបងប្អូនជួយពិចារណាគ្នាមើលតើទាហានមានស្បែកជើងកែងពាក់ដែរឬក៏ឈុតរបស់ទាហានគេតម្រូវឲ្យពាក់ស្បែកជើងកែងអញ្ចឹងដែរអីហើយគាត់ទៅនេះមុខងារគាត់ធ្វើអីគាត់ទៅចែកអំណោយឬគាត់ទៅហាត់ទាហានឬគាត់ទៅការពារទឹកដីបើចូលជាពាក់កៅអៅទាហានដែរសូមពាក់ស្បែកជើងទាហានដែរទៅកុំឲ្យគេវាតម្លៃអញ្ចឹងខ្មាស់គេណាខ្ញុំជាកូនខ្មែរមួយរូបគឺខ្ញុំខ្មាស់គេមែនទេអញ្ចឹងបើសិនជាបងប្អូនគិតថាខ្ញុំនិយាយនឹងខុសចង់ជេរចង់កចោលតាមចិត្តគាត់នៅទាំងវើទាំងអស់ហ្នឹងគឺខ្ញុំអត់គ្រប់គ្រងទេចង់ធ្វើទាហានពាក់ស្បែកជើងទាហានទៅកុំឲ្យគេមើលងាយអញ្ចឹងគេមើលងាយឈឺចាប់ណា